បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូ KTV សេនីខ្មែរជាទីមេត្រីបាទសូមថ្លែងអំណរអគុណដែលពុកម៉ែបានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបាទឥឡូវខ្ញុំមកនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាបុណ្យភូមិនៅក្នុងភូមិបត្រីបាទគឺនៅដែនដីខ្មែរកម្ពុជាក្រោមយើងបាទឥឡូវសូមទស្សនាតើមានភាពអាឡារឹកសប្បាយកម្រិតណាបាទសូមទស្សនាដូចតទៅបាទបាទឥឡូវរៀបចំចេញដំណើរហើយបាទគឺចេញពីចំណុចខាងផ្លូវ374នៅក្បាលភូមិបត្រីបាទខ្ញុំបានសួរអ្នកភូមិនៅក្នុងភូមិបត្រីគឺគាត់ថាដង្ហែមួយជុំអញ្ចឹងបើគិតមួយជុំគឺ3គីឡូម៉ែត្របាទនឹងដើរចុះទៅមាត់ទន្លេទៀតប្រហែល2គីឡូទៀតបាទទាំងអស់ចូលជាង5គីឡូជាងបាទការដង្ហែហ្នឹងមានយក្សស្វារំកំដរតាមផ្លូវបាទហើយដើរចូលផ្ទះអ្នកភូមិហើយផ្ទះអ្នកភូមិបានដាក់អង្គនិងអំបិលហើយនឹងបច្ច័យបន្តិចបន្តួចដើម្បីជាការគួរសមបាទហើយយក្សស្វាហក់ចូលផ្ទះអ្នកភូមិដើម្បីការបណ្ដេញឧបទ្រពចង្រៃហើយបន្ទាប់មកគឺមានព្រះសង្ឃសូត្រព្រះបរិត្តជូនពុទ្ធបរិស័ទចំណុះជាងវត្តទាំងអស់បាទហើយសូមមើលលក្ខណៈធ្វើដូចតទៅបាទ
បាទការដង្ហែនេះគឺដង្ហែចេញទៅជាផ្លូវជាតិ53បាទគឺផ្លូវជាតិ53ឆ្ពោះទៅត្រង់ឆ្លងនៅមុខវត្តជុំប្រាសាទសេចក្ដាយើងបាទដើរដង្ហែទៅដល់ផ្លូវ3 បត់ចូលផ្លូវខាងក្នុងវិញបាទបាទហើយសូមទស្សនាបាទពុទ្ធបរិស័ទនិងយុវជនជួយដង្ហែយ៉ាងកកកនិងមានការបាត់ម្សៅលេងតាមសប្បាយរបៀបយុវវ័យបាទហើយចេញពីភូមិវិញបាទឡើងដល់ផ្លូវជាតិបាទអាហ្នឹងចិត្តផ្លូវបាក់ខ្នល់យើងបាទហ្នឹងហៅក្បាក់ខ្នល់នេះមកដល់ចូលផ្សារក្បាក់ខ្នល់បាទតាមជនជាតិគេតាគឺតាមយើងដែរតាមជំនាញត្រឡប់ដូចជាដាក់អំបិលនិងអង្ករនិងទឹកគ្រាន់ឲ្យព្រះសង្ឃប្រោះព្រំឲ្យបានឥឡូវសូមទស្សនាមើលបាទការជាប្រពៃណីមួយរបស់ភូមិស្រុកនីមួយៗបាទបាទឥឡូវរៀបចំចេញពីផ្សារមកដល់ផ្លូវជាតិ53បាទនេះគឺជាផ្លូវ3.3នៃផ្លូវចូលផ្សារខ្នល់យើងបាទឥឡូវចេញមកដល់ផ្លូវជាតិ53ឆ្ពោះទៅទិសខាងត្បូងបាទដើម្បីដង្ហែចូលផ្ទះកតាមួយទៀតបាទនិយាយរួមមកផ្ទះកតានៅភូមិបតីមាន4កន្លែងបាទគឺបតីជើងបតីកណ្ដាលនិងបតីត្បូងនិងជាតិក្រាញ់មួយទៀតបាទគឺអស់មានអ្នកតា4ផ្ទះបាទនេះគឺជាផ្ទះជនជាតិវៀតណាមបាទឥឡូវគេធ្វើតាមយើងដែរបាទគេជឿនៃការធ្វើពីជំនឿដូចជាខ្មែរយើងដែរបាទឥឡូវគេដាក់អង្ករដាក់អំបិលនិងដាក់ទឹកមកកែវដើម្បីប្រគេនលោកដើម្បីប្រោះព្រំដល់ផ្ទះគេបាទយៈស្វាក៏ហក់នៅមុខយាយឲ្យយាយមើលលេងដែរបាទយាយក៏ចាស់ក៏ឃើញចឹងក៏មានការសប្បាយដែរបាទពេលមានអ្នកខាងយកអង្គយកបច្ច័យដាក់ចូលធុងដាក់ចូលនេះទៅដល់ពេលលោកពីមុនមកដល់លោកក៏ប្រោះព្រំឲ្យទៅបាទពិតជាសប្បាយមែនតើបាទគឺនិយាយរួមមកតាមប្រពៃណីក្នុងខែចេះបាទគឺផ្នែកគេប្រកាន់យកទៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទបានជាពុទ្ធបរិស័ទមានការឈប់ពីការធ្វើការរោងចក្រឬមួយធ្វើសំណង់អីបាទគេដើម្បីដង្ហែបានមនុស្សច្រើនកកបាទដល់លោកនិមន្តមកបានយកទឹកដែលយាយគាត់ដាក់ហ្នឹងចាប់ព្រមឲ្យសុខសប្បាយទាំងអស់គ្នាបាទសូមទស្សនាបន្តទៅទៀតបាទ
បាទការទម្លាប់ធ្វើនេះគឺមិនមែនទឹកតែឡើយទេបាទគឺយូរយារណាស់មកហើយបាទដោយជាដូនជាតាបរមរាមកធ្វើមានសេចក្តីសុខបានកូនចៅចិត្តទៅធ្វើតគ្នាមករហូតដល់សប្តាហ៍ថ្ងៃហ្នឹងដែរបាទមិនមែនគឺជាការអបប្រយោជន៍ឬមួយទេបាទព្រោះការធ្វើទៅមានសេចក្តីសុខមានសេចក្តីចម្រើននិងធ្វើត្រូវបានផលដាំបន្លែបានផលនេះគេជាទៅធ្វើតាមពីបរមរាមកបានមិនមែនចេះតែធ្វើអបប្រយោជន៍ទេបាទសូមមកបងប្អូនជ្រាបបានការធ្វើនេះគឺជាការដង្ហែ4ផ្ទះអ្នកតាចូលគ្នាបាទគឺជាអ្នកតាទី1ដង្ហែចូលទី2ទី2ទី3ទី3ដល់ទី4បាទដង្ហែជុំវិញភូមិបាទដល់ទីបញ្ចប់គឺទៅប្រឡែងនៅក្នុងទឹកទន្លេនៅខាងកើតភូមិវិញបាទព្រោះអីគឺថាការអញ្ជើញមកហើយមានការនាំទៅបាទឥឡូវមានអ្នកស្រុកអ្នកភូមិនឹងខែដល់អស់គ្នាមិនថាក្មេងឬមួយចាស់ទេបាទនឹងខែពេញភូមិពេញផ្លូវអស់ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងភូមិរបស់គេនីមួយៗបាទឥឡូវសូមទស្សនាបន្តទៀតបាទ
បាទឥឡូវឈានចូលដល់ចលនាទី2បាទគឺតាទី1ឥឡូវចូលដល់ចលនាទី2គឺនឹងគឺជាបត្រីកណ្ដាលបាទបត្រីជើងដង្ហែមកដល់បត្រីកណ្ដាលហើយបាទឥឡូវសូមទស្សនាចូលខាងក្នុងមើលទាំងអស់គ្នាដើម្បីធ្វើតាបាទធម្មតាទីលតាច្រើនតែមានដើមឈើដើមចម្រងដើមស្វាយដើមនេះដើមនោះដើមពូធំបាទគឺទីលតាបាទឥឡូវសូមទស្សនាចូលខាងក្នុងមើលដូចតទៅបាទនេះគឺជាក្មេងៗដែលគេដើរដង្ហែតាមដែរបាទពិតជាសប្បាយមែនតើបាទមានការប៉ាត់ប្រសើរប៉ាត់ឲ្យពេញអស់បាទតែរត់ចូលមើលបាទនេះគឺផ្ទះតាខាងក្នុងបាទនឹងគឺជាផ្ទះតានៅភូមិបត្រីកណ្ដាលបាទពិតជាសប្បាយមែនតើហើយចាតាកាន់តែច្រើនមួយទៀតបាទឥឡូវគេដង្ហែពីជើងមកឥឡូវអស់ពីជើងទៅត្បូងឥឡូវពីត្បូងទៅត្បូងខាងត្បូងទៀតបាទគឺបត្រីខាងត្បូងទៀតបាទឥឡូវបានមនុស្សច្រើនថែមទៀតបត្រីកណ្ដាលគេចាំការដង្ហែមកពីបត្រីជើងឥឡូវអត់ដល់ហើយឥឡូវគេនាំគ្នាទៅថែមខាងត្បូងមួយទៀតបាទឥឡូវសូមទស្សនាមនុស្សច្រើនកកកមកឥឡូវយ៉ាក់ស្វាកាន់តែច្រើនថែមទៀតបាទឥឡូវសូមទស្សនាដូចតទៅបាទ
បាទឥឡូវដល់លេងផ្លូវ3/3បាទកន្លែងនេះគេហៅថាខ្នល់ក៏ទៅបាទហើយដល់ខ្នល់ក៏ទៅបត់ឡើងទៅខាងកើតវិញបាទដើម្បីចូលក្នុងភូមិប្រទេសមកវិញបាទគឺចំនួនទាំងអស់ប្រជុំបាន3គីឡូម៉ែត្របាទឥឡូវដើរចូលក្នុងភូមិមកវិញបាទនឹងពីជើងឥឡូវមកដល់ត្បូងឥឡូវចូលហើយវិញបាទពិតជាមនុស្សមានច្រើនមែនតើបាទឥឡូវនាំគ្នាចូលអត់ដើរចោលលូកឆ្ងាយមែនតើបាទព្រោះយក្សស្វាគេហក់ប៉ុន្តែសម្រាប់ព្រះសង្ឃវិញលោកនៅសូត្រសូត្រទីចម្រើនព្រះបរិត្តជូនពុទ្ធបរិស័ទនៅយូរជាងប្រសាទនឹងយក្សស្វាបាទឥឡូវបានគេដើរចូលក្នុងភូមិមកវិញបាទនេះគឺជាផ្លូវចូលនៃភូមិបតីយើងបាទបាទវីដេអូខ្ញុំបានដល់ទីបញ្ចប់ហើយបាទឥឡូវសូមអភ័យទោសផងពុកម៉ែបងប្អូនដោយសារមានការរវល់មិនបានថតទៅដល់កន្លែងដែលបន្លែទូកនៅទៅក្នុងទន្លេវិញបាទគឺមានការរវល់ក្នុងគ្រួសារបាទការរវល់ពុកម៉ែបងប្អូនយល់បាទនេះជាការថតនៅកន្លែងផ្លូវថ្នល់ក៏ទៅជីចូលបាទឥឡូវសូមអភ័យទោសផងពុកម៉ែបងប្អូនមិនបានថតដល់ទីបញ្ចប់បាទហើយខ្ញុំសូមសិទ្ធិពរជ័យសិរីសួស្តីជូនដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូពីដើមរហូតដល់ចប់បាទសូមឲ្យពុកម៉ែបងប្អូនជួបតែសំណាងល្អជួបតែរឿងល្អៗក្នុងជីវិតនិងពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបរិពាអ្នកក្បីគ្មានគ្រាឡើយបាទសូមសួស្តីពុកម៉ែបងប្អូនរស់ស៊ីមែនបានតិចទៅជុំអស់គ្នាបាទសូមគោរពលាសូមអរគុណច្រើនបាទ